លោកខើឆាយថាសុំច្បាប់ប្រពន្ធដើរលេងក្រៅប្រទេសអស់លុយឯកីឡាករដើរលេងហើយបានលុយមកវិញទៀតថ្មីនេះពិតជាមានការផ្ទុះក៏ក្រៅជាខ្លាំងជុំវិញបញ្ហាវិវាទរវាងសហព័ន្ធប្រដាល់គុនខ្មែរជាមួយនឹងកីឡាករប្រដាល់គុនខ្មែរពីររូបដែលត្រូវជាកូនប្រុសរបស់លោកគ្រូអេពូថងយ៉ាងណាពាក់ព័ន្ធជាមួយនឹងរឿងនេះដែរលោកខើឆាយបានបង្ហោះសារនៅលើបណ្ដាញសង្គមដែលត្រូវបានមហាជនយល់ថាជាការនិយាយលេបខាយដល់កីឡាករគុនខ្មែរខ្លឹមសារនៃការបង្ហោះរបស់លោកខើឆាយបានបញ្ជាក់យ៉ាងដូចនេះថាសូមច្បាប់នាំប្រពន្ធដើរលេងអស់ប្រាក់កីឡាករដើរលេងហើយបានប្រាក់មកវិញទៀតកីឡាករកីឡាការិនីគុនខ្មែរសម័យនេះពិតជាសំណាងណាស់បានជិះយន្តហោះដើរលេងស្ទើរតែគ្រប់ប្រទេសធំដូចជាអាមេរិកបារាំងអេស្ប៉ាញអង់គ្លេសក្រិកអូស្ត្រាលីញូហ្សេឡែនចិនហុងកុងកូរ៉េជប៉ុននិងម៉ាឡេស៊ីយ៉ាងណាជុំវិញការសរសេរបែបនេះត្រូវបានប្រជាពលរដ្ឋបានបញ្ចេញមតិរិះគន់ដោយពលរដ្ឋម្នាក់មានករណី Facebook ឈ្មោះ Chumi Gary បាននិយាយថាលោកប្រធានកីឡាករពឹងវាយដើម្បីឆ្នាំងបាយគុំដោយសារមុខមាត់និងផលប្រយោជន៍រវាង KKF និង IKF ប៉ះពាល់ដល់ឆ្នាំងបាយកីឡាករខ្មែរចូលគ្នាមិនបានយូរដោយសារខ្មែរចិត្តស្រាលងាយប៉ះងាយរំខានប៉ះឆាប់ឈឺប៉ះឆាប់ខឹងប៉ះឆាប់ប្រកាន់ប៉ះឆាប់បែកបាក់ពាក្យសាមគ្គីខ្មែរចូលចិត្តនិយាយតែមិនសូវអនុវត្តពេលខ្លះក្រឹតក្រមតាមច្បាប់ទម្លាប់ពេលខ្លះធូររលុងគ្មានច្បាប់ទម្លាប់សរុបមកគឺគ្មានស្តង់ដាររីឯពលរដ្ឋផ្សេងទៀតបាននិយាយដែរថាបើនៅតែកឹបកេងផលប្រយោជន៍គុនខ្មែរនៅតែមិនរីកចម្រើន2026ហើយយើងជាប្រធានផងជាអ្នករៀនបានខ្ពង់ខ្ពស់ផងនិងដឹងច្រើនជាងគេប៉ុន្តែមុននឹងនិយាយអ្វីសូមគិតផងនិងគិតដល់អ្នកនៅក្រោមផងកុំអាងអំណាចជន់គេជន់ឯនោះរីឯពលរដ្ឋម្នាក់ទៀតដែលមានករណី Facebook ឈ្មោះពូឆៃបានបញ្ជាក់ថាសម្ដីប្រធានសហព័ន្ធក្រៅពីប្រដាល់ទៅធ្វើអីកើតសម្ដីនេះប៉ះពាល់អារម្មណ៍អ្នកប្រដាល់ផ្សេងច្រើនណាស់រៀនបានច្រើនដែរលោកប្រធានប្រើសម្ដីគួរតែប្រយ័ត្នបន្តិចយ៉ាងណាក្រោយពីមានការរិះគន់បែបនេះលោកខើឆាយបានបកស្រាយចំពោះសំណេររបស់លោកថាខ្ញុំចង់មានន័យថាកីឡាករគុនខ្មែរដែលកំពុងប្រកបអាជីពនាពេលបច្ចុប្បន្ននេះមានសំណាងក្នុងគ្រាដែលស្រុកមានសន្តិភាពនិងការអភិវឌ្ឍឲ្យតែប្រឹងដឹងតែបានមានឱកាសចេញទៅប្រកួតក្រៅប្រទេសញឹកញាប់ហើយបានដើរស្គាល់ប្រទេសអភិវឌ្ឍតាមរយៈកីឡាគុនខ្មែរលោកខើឆាយបានបន្តទៀតថាសូមបន្តប្រឹងប្រែងដើម្បីវិស័យគុនខ្មែរកាន់តែរីកចម្រើនរុងរឿងកីឡាករកីឡាការិនីនិងភាគីពាក់ព័ន្ធកាន់តែទទួលបានផលពីគុនខ្មែរ